Lư cừu លឺលោកគ្រូលឺ ហើយបាទអញ្ចឹងយើងបន្តទៀតណាបាទcode down បាទយើងទៅបានប៉ុណ្ណាទៅមើលគូចង់finish កន្លែងនេះណាកន្លែង send to mail បាទឥឡូវម៉ោង1ម៉ោងចាំមើលបានប៉ុណ្ណាអូខេឥឡូវយើងបន្តទៀតបាទឥឡូវយើងបន្តទៀតកន្លែង OTP ហ្នឹងបាទមានមកករណីទៀតដែលយើងអត់បានតេស្តបាទអត់បានធ្វើហើយឥឡូវយើងទៅមើលបាទគ្រូបង្កើតថ្មីឥឡូវគ្រូលុប data ចាស់ចោលសិន data ចាស់ចោលសិនគឺយើងលុបពីនេះមុនណាលុប verification ហើយចាំលុប owner បាទលុប owner ពេលបើយើងឆែកមើលវាមួយសារទៀតឃើញថានេះអស់លេងហើយនេះក៏អស់លេងដែរបាទគឺយើងតេស្តក្នុងករណីពេលយើង register ថ្មីតារាតារ៉ែណាចុចសិនទៅគឺអូខេហើយណាID គាត់ប៉ុណ្ណាគូ copy ហើយយកមកverify បាទនេះ verify អូខេប៉ុន្តែអញ្ចេះសារតែពេលគាត់ត្រូវការ verify គាត់ប្រើពេលយូរពេកដើម្បី verify វាលើសពី1នាទីណាឬក៏លើសពី5នាទីអញ្ចឹងទៅបន្តមកយើងត្រូវការ request new OTP ទៅគាត់អាច verify បានតើទេឥឡូវយើងមើលក្នុង database របស់យើងបច្ចុប្បន្នយើងមានមួយ record ហើយ OTP សិនម្ដងដែរសិនម្ដងដែរអត់ទាន់បាន verify ទេបាទហើយសាចេគាត់អត់បាន verify អត់ទាន់ពេលទេក៏អត់ receive OTP ជាងត្រូវការ request new OTP ណាបើអញ្ចឹងគាត់នឹង request មួយសារទៀតតើគាត់ទាន់ទេ verify អត់ទាន់ឬក៏អត់ receive OTP អញ្ចឹងគាត់ត្រូវការ request OTP ម្ដងទៀតឥឡូវគ្រូសិនទៅបាន OTP ថ្មីបាទយើងមើលឡើយលើតែមួយ record ទេណាមួយ record ដែល user ម្នាក់ហ្នឹងប៉ុន្តែគាត់មាន OTP សិន2ដងហើយគាត់ដងទី1ហ្នឹងគឺ invalid វាចោលបាត់ហើយនេះណាយើងសល់ម្ដងនេះបាទហើយបញ្ហាត្រង់ថាអញ្ចេះយើងអត់ទាន់បាន prevent user ដើម្បីធ្វើការ request new OTP ហ្នឹងអញ្ចឹងមានថាម៉េចនៅពេលនេះគាត់ request ប្រហែលដងក៏បានដែរឧស្សាហ៍ទៅ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ណា7ហើយបូកជាមួយអា2ដែលមានស្រាប់ទៀតឡើង9នេះឡើង9ដងបាទ9ដងឃើញទេយើងសម័យមើលបើសិនតាមអ៊ីមែលមានបញ្ហាអីវាអាចធ្វើ system យើង slow ដែរបើគេ hit មកគេ hack ផលយើងណាបាទគឺគេសិនរាប់រយ request មកធ្វើឲ្យ hit system យើង down អញ្ចឹងទៅណាបាទអាហ្នឹងករណីសិនតាមអ៊ីមែលក្នុងករណីគេសិន request OTP តាមរយៈទូរស័ព្ទដៃបាទនេះគឺយើងនឹងខាតបង់លុយអស់ជាច្រើនព្រោះសិនតាម SMS យើងត្រូវការតាក់ទងprovider ណាបាទហើយមួយ message គេគិតប្រហែលចឹងទៅគេគិតប្រហែលសេនប៉ុន្មានសេនចឹងទៅចុះបើរាប់ពាន់រាប់ម៉ឺន message វាអស់លុយរាប់រយរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារដែរតោះណាបាទអញ្ចឹងយើងត្រូវ prevent យើងត្រូវការពារថាចេះ request បានក្នុងរយៈពេលណាមួយន័យថាយើងដាក់ថាជាបាន1នាទីម្ដងបាទទើបអាច request new OTP បានហ៎ចាំបើសិនជាគាត់ព្យាយាម hack យើងយ៉ាងហោចណាស់ក៏ខាត់ពេលគាត់1នាទី2នាទីដែរព្រោះគាត់ត្រូវការ request 5ដងត្រូវរង់ចាំ5នាទីដែរណាបាទហើយបន្ទាប់មកទៀតយើងអាចអឺទប់លក្ខខណ្ឌហ្នឹងទៀតថាជាក្នុងរយៈពេល1ម៉ោងឬក៏រយៈពេល1ថ្ងៃហ្នឹងគាត់ request OTP បានតែ
10 ដងទេឬក៏5 ដងទេបើលើសពីហ្នឹងគឺបាទ block គាត់មួយរយៈណាបាទ block អត់ឲ្យ request new OTP ទេអញ្ចឹងវាខាត់លុយរបស់យើងណាខាត់លុយ SMS បាទអញ្ចឹងស្រុំមកវិញអាហ្នឹងគេហៅថា call down បាទអឺគូសេលណាចេះបាទអញ្ចឹងកន្លែងហ្នឹងគេហៅថានេះ call down ណា call down reason ដែលយើងឲ្យគេសម្រាប់មួយរយៈសិនមិនថារងចាំមួយរយៈសិនបាទពេលអញ្ចឹងយើងនឹងចាប់ផ្ដើម implement feature ហ្នឹងណាដើម្បី prevent ការប៉ះពាល់លើ system របស់យើងបាទឬក៏ស្ថាប័នរបស់យើងយើងត្រូវចំណាយលុយលើ SMS បាទអញ្ចឹងអឺយើងត្រូវថែម configuration មួយទៀតមានថា cool down period ណា cool down បាទរយៈពេលប្រហែលហ្នឹងទៅណាប្រហែល second ហ្នឹងទៅចាំអាចឲ្យ send new OTP បាទអញ្ចឹងយើងត្រូវថែម configuration នៅកន្លែងនេះបាទមកធំយើងមានហើយតែយើងមាន cool down period មួយទៀតបាទហើយ property យើងក៏យើងត្រូវដាក់ដែរនេះកន្លែងអឺ verify property ណាបើវា map ជាមួយនឹងកន្លែងនេះ verify នេះបាទអញ្ចឹងកន្លែងនេះយើងត្រូវថែមproperty មួយដែរដើម្បីគូកងគ្នាហើយយើងនឹង add ចូល code របស់យើងបាទអញ្ចឹងកន្លែងហ្នឹងនឹងមានការ improve ទៅលើ code របស់យើងផងដែរ code របស់យើងផងដែរឥឡូវយើងគ្រូចូលទៅមើលតែម្ដង implement តែម្ដងបាទគ្រូបានត្រៀម code ហ្នឹងរួចរាល់ហើយគ្រូអស់ទៅខំគេបំផុតហ៎បាទអញ្ចឹងគ្រូថែមនៅណាចេះអូនេះណាអឺ expire អូខេនេះថែម cool down second បាទ copy ហ្នឹងមកដាក់នៅឡោះនេះក៏បានក្រុមគេក៏បានថែមprotein ទៀតជា long ណាបាទ recent cool down second មិនថាសិនម្ដងទៀតក្នុងរយៈពេលប្រហែល second រយៈពេល60 second ទៅអាចសិនបានបាទហើយអញ្ចឹងឡើយហ្នឹងវាត្រូវគ្នាជាមួយនឹង property នេះបាទយើង map ជាមួយនឹងហ្នឹងបាទគាត់ដាក់នៅក្រុមនេះចុះអូខេ save មួយបាទហើយចំណុចបន្ទាប់ចំណុចបន្ទាប់គឺអឺគួរអាប់ដេតកន្លែងOTP ហ្នឹងបន្តិចបាទកន្លែង send OTP ណាគេអញ្ចឹងគ្រូនឹងថែមអឺ method មួយគឺដាក់ក្នុង flat map បាទ validate and send code down បាទហើយមានការ improvement បន្តិចដែរឲ្យវាមើលទៅវាស្រួលមើលជាងមុននិយាយមើល method ថ្មីគ្រូតែប្រហែលខ្ទង់10 line ឯទេបាទ method ចាស់វាយើងច្រើន line send OTP ទៅ OTP កន្លែងហ្នឹងយើងកាត់វាជា function តូចៗបាទយើងនឹង improve បន្តបន្ទាប់អញ្ចឹងកន្លែង send OTP គឺមួយនេះនិយាយមើល send OTP របស់គ្រូគឺដាក់ឡើងច្បល់ចូលគ្នាតែម្ដងណានិយាយមើលច្បល់ចូលគ្នានឹងវែងហ៎បាទអញ្ចឹងកន្លែងខ្លះយើងអាចកាត់វាជា function តូចៗណាបាទកន្លែងនេះមានទូនទីគេអានេះគឺ add ហើយកន្លែងនេះគឺsend កន្លែងនេះណាបាទឥឡូវគ្រូរៀបចំកែសម្រួលឲ្យនឹងបន្តិចបាទហើយគ្រូបានexplain ឲ្យយើងហើយណាហើយ step ដំណើរការវាមិនខ្លះណាបាទទាញមិនខ្លះមិនខ្លះឥឡូវយើង improve វាបន្តិចបាទដើម្បីកុំឲ្យខាតពេលចំណាយពេលវេលាយូរបាទគឺ copy replace តែម្ដងណា replace តែម្ដងបាទគ្រូ copy ឡើងហ្នឹងមកណាទាំងអស់ណាបាទ method ហ្នឹងដដែលគ្រាន់គ្រូកែសំដួល step វាបើកាត់ block នេះដាក់មក function ផ្សេងហ្នឹងទៅបាទអញ្ចឹងដើម្បីបានជា document ឲ្យយើងផ្ទៀងផ្ទាត់គ្រូធ្វើចេះបិទឲ្យហ្នឹងណាបិទឡើងហ្នឹងបាទនេះ
ហើយផាស color នេះចូលបាទអញ្ចឹងអ្វីយើងត្រូវការគឺបង្កើត2 method បាទ method create and send OTP បាទពុំមានស្រាប់ហើយ create and send OTP គឺកន្លែងនេះបាទអញ្ចឹងគ្រូ copy កន្លែងនេះមកយកមកផាសនៅខាងក្រោមនេះបាទអញ្ចឹងកន្លែងលើនេះឡើងមានwarning ហើយណា create and send នេះបាទអូខេបញ្ហាយើងបន្ទាប់គឺកន្លែងនេះ method repository នេះអត់ទាន់មាន find latest active verification បាទអញ្ចឹងគ្រូបង្កើត method ហ្នឹងមួយដែរក្នុង repository ណា verification repository បាទអញ្ចឹងនៅខាងលើនេះបាទអញ្ចឹងគ្រូ copy វា copy ទាំងពីរហ្នឹងណាដាក់ក្នុង repository owner verification repository បាទគ្រូចុចលើវាមកគឺនៅក្នុងនេះអូខេឥឡូវយើងអាចទុកសិនណាមិនទៅយើងនឹងលេខប្រើវាបាទឥឡូវទុកសិនខាងក្រោមនេះបាទ control shift o បើ import វាអូខេអញ្ចឹងគ្រូអត់ទាន់ទៅយល់ចំណុចបន្ទាប់ទេគ្រូសូយើងឡើងនេះសិនតើហើយហ្នឹងមេថាម៉េចបាទកន្លែងនេះដោតលើ method មួយនេះសិនណាគ្រូធ្វើអញ្ចេះគ្រូពីធំនេះឲ្យ shift tab បន្ដប់ជាងច្រើនតិចអូខេបាទឥឡូវយើងមើល method ខាងលើនេះតើមិនបានគ្រូសេអញ្ចឹងបាទសារតែគ្រូចង់កែសំណួរឲ្យ method ហ្នឹងមកទៅខ្លីជាងមុនបន្តិចថា color រៀងវែងណាហើយនេះវែងណាវែងនេះ method ហ្នឹងណាបាទឥឡូវគ្រូធ្វើឲ្យវាខ្លីជាងហ្នឹងបន្តិចតែតាមរយៈឈ្មោះនៃ method ហ្នឹងគឺ Spring Head អាចយកទៅបង្កើត implementation បានទេព្រោះគាត់ថា find latest active verification បាទតែគ្រូនឹង override វាដោយប្រើ custom query គឺខាងលើនេះបាទនេះ Java ប្រហែលយើងអាចប្រើ3ដងនេះបានណាបាទដូចជា Java 10 17មិនទៅហ៎11ក៏17គាត់ចាំណាថា string quote 3ដងនេះបាទអញ្ចឹងដាក់ក្នុងមកសួរមើលបាទអញ្ចឹង query នេះយើងអាចតេស្តពីក្នុង database ម្ដងសិនមកតើវាដំណើរការត្រឹមត្រូវអត់ណាបាទនៃវា turn ជា mono បាទអញ្ចឹងគ្រូ select ឲ្យ limit 1គ្រូ select ផ្កាយ from table ហ្នឹងឈ្មោះថា owner notification where owner ID ហ្នឹងវាស្មើប្រមាណអញ្ចឹងទៅហើយក៏បោះជា param ដាក់ចុច2អញ្ចឹងមកណាយកអាហ្នឹងទៅជា param ហើយឈ្មោះនេះនិង line នេះត្រូវដូចគ្នាណាដូចគ្នាតាមជា ID ហ្នឹងតែមក type ខ្ញុំភ្ជាប់ដោយឆ្នប់ n type ហ្នឹងវាជា message បើ phone ឬក៏ email បាទ type ហ្នឹងគឺបោះពីនេះមកបាទហើយ verification នេះយើងឲ្យវា switch false ណាអត់បាន verify ណាតើបាន verify តើមកយើង order វាតាមរយៈ created add DAC មែនយើង order ណាបង្កើតថ្មីគេចាំយកហ្នឹងមកណាបាទ method ហ្នឹងគឺវា equivalent គឺវាសមមូលហ្នឹង method ខាងលើនេះណា method ខាងលើហ្នឹងបាទយើង limit 1បាទអញ្ចឹងវានឹងពេលណាដែលយើង call method ហ្នឹងវានឹង execute query មួយនេះបាទហើយ return ជា verification object ហ្នឹងមកតោះនេះអញ្ចឹងបាទអូខេដល់ពេលខាងក្រោមនេះវិញយើង find all អានេះយើង custom ដែរណាព្រោះអានេះវាត្រូវគ្នាជាមួយខាងលើនេះអានេះឈ្មោះនេះរៀងវែងដែរណារៀងវែងដែរនេះ return ជា flock នេះ return ជា flock ដែរគាត់គ្រូបង្ហាញពីការប្រើ custom query បាទចឹងឥឡូវនេះយើង select all active verification ខាងលើក៏ active verification ដែរឃើញទេបាទអញ្ចឹង parameter 2ដដែលតែនេះយើង select អត់មាន limit ទេបាទអញ្ចឹងគឺមកទាំងអស់គំនិតរបស់យើងគឺលេចមកទាំងអស់ដើម្បីយើង invalid វាចោលយើង set ទៅ active true អញ្ចឹងទៅណា verify true បាទអញ្ចឹងយើង select ពី table ហ្នឹង where owner ស្មើ owner ហ្នឹង type មកប៉ុណ្ណឹងហើយ verify false
បើអត់មាន limit ទេគឺ return multiple object បើអញ្ចឹងគឺ return ជា float ណាអូខេអញ្ចឹងយើងខាងនេះជំនួសមួយនេះនេះជំនួសមួយនេះបាទអូខេអញ្ចឹងរួចមួយហើយយើងមើលសៀវភៅយើងតទៀតសៀវភៅយើងនៅ error នៅកន្លែងនេះបាទដោយសារអីដោយសារតែ method នេះអត់ទាន់បានបង្កើតនេះ validate and recent code នេះវាអត់ទាន់បានបង្កើតណាមើលមាននៅអត់ទាន់មានដែរអត់មានទេបាទអញ្ចឹងគ្រូcopy លនឹងមកនៅខាងក្រោមនេះ validate សិននេះបាទអញ្ចឹងគ្រូ copy អីយ៉ាពី method នេះមកយកមកដាក់ក្រោមនេះហ្មងដាក់លើ line create សិននេះមកវា private method ហាមកគឺរួចរាល់ណាបាទlạiមាន error អីទៀតហើយបាទឥឡូវគ្រូបញ្យល់ពីដំណើរការ code របស់យើងហ្នឹងដំបូងយើងខល public method នេះបាទយើងដាក់ override មិនដាក់ក្បានបាទតែគ្រូ recommend ដាក់ទៅណាដាក់ទៅហ្នឹងព្រោះយើងកំពុងតែ override method នៅក្នុង interface បាទ override មកអញ្ចឹង method ខាងលើនិងខាងក្រោមគឺដូចគ្នាទេគាត់តែឥឡូវយើងកែសម្រួលវាប្រសើរជាងមុនដំបូងយើង get owner ណា owner property get owner តាមរយៈ owner ID បើសិនអត់មានទេវាជួ not found ដែលគ្រូបានបង្ហាញពីមុនហ្នឹងណាវាបែបហ្នឹងតែមកបើមានវាជួខាងក្រោមវិញជួខាងក្រោមយើងធ្វើអីគេយើង result target ត្រូវសិនតដែរទេតែមកយើង validate ថាវាសិនវាបាន verify ហើយនៅបើ verify ហើយសួរសិបសិនបើអត់ទេវាជួខាងក្រោមណាជួខាងក្រោមនេះជារឿងចាស់ដែរទេគ្រាន់តែថែមសិន code down នៅក្រោមនេះណាបាទអញ្ចឹងមកដល់ចំណុចនេះគឺយើងខលអា method ថ្មីរបស់យើងនេះ verification repository ហ្នឹងយើងខលអាចាស់តែក៏បានដែរតែនេះគ្រូគ្រាន់តែបន្ថែមអា technique ថ្មីណារៀងសេកកូដខ្លីជាងមុនឈ្មោះ method ខ្លីជាងមុនបាទអញ្ចឹង repository find let test active verification អញ្ចឹង let test នេះគឺមកតែមួយ mono ណាបាទគ្រូចុចលើវាមកគឺអា call អា method ខាងលើនេះវាមកតែមួយ mono ហ្នឹងបាទដែលអត់ដែលកំពុង active បាទកំពុង active អញ្ចឹងមួយហ្នឹងមកតមកយើងឆែកមើលបាទចុចវាសិនចុចលើវាមកកន្លែងណាមិញវាថា mono ណាអូខេអញ្ចឹងបាទ existing បាទយើងឆែកមើលនៃ what that cool down គេឥឡូវយើងមើលនេះបើសិនជាមានវាជាន់ក្រោមនេះណាvalidate recent cool down ចូលមើល method ហ្នឹងចុចបាច់មកវាធ្វើអីគេបាទវាឆែកមើលactive តែមួយហ្នឹងណាតែមួយណាយកអាចុងក្រោយគេបាទយ៉ាងវាឆែកមើលverification ដែលបានទិញពី database មកមិញហ្នឹងមួយចុងក្រោយគេមិញហ្នឹងវាឆែកមើលវាឆែកមើល now បាទវាបង្កើត now សិនtime ក្នុងពេលឥឡូវបាទតមកវាឆែកមើល allow time ហ្នឹងតើប្រមាណបាទ verification get create ad នេះ like create ad នៅពេលណានេះបាទ create ad ហើយ plus បាទបូកជាមួយនឹងrecent cool down ណា recent cool down មិនថាយើងបង្កើតនៅពេលណាហើយ cool down មានរយៈពេលប្រមាណនាទីណាបើរយៈពេល60 second មានថាវាបូកជាមួយនឹង1នាទីទៀតបាទអញ្ចឹងឥឡូវយើងមានហើយអា time ដែល create បូកជាមួយនឹង cool down period នេះក៏យើងមានដែរយើងបូកមកគឺ allow time យើងមានរយៈពេលប៉ុណ្ណេះបាទ allow time ហ្នឹងអញ្ចឹងលក្ខខណ្ឌយើងបើសិនជាក្នុងពេលឥឡូវនេះបាទវានៅមុន allow time បាទយើងគណនា remaining second បាទមិនថាវាមិនតាន់ដល់យើងមិនតាន់ដល់ពេលយើងគណនាអឺបាទ remaining second ស្មើនឹង allow time បាទដកជាមួយនឹងឥឡូវតែម្ដងបាទអញ្ចឹងតើនៅសល់ប្រមាណវិនាទីទៀតប្រហែលវិនាទីទៀតទៅយើងអាចអញ្ញាលេខគេសិនឡើងវិញបានណា
បាទ if before ថាឥឡូវវាមិនតាន់ដល់អា allow time នេះទេអាពេលវេលាដែលត្រូវសិនម្ដងទៀតទេណាអញ្ចឹងយើងគណនាថាសល់ប្រហែលវិនាទីទៀតបាទហើយតើមកយើង through exception ហ្នឹងតែម្ដងមិនថា please wait ប្រហែល10 second ឬក៏30 second ទៀតមុននឹង request new OTP ណា វ័យយើង cool down វា60 second ឧទាហរណ៍ណាបាទអញ្ចឹងយើងមើលម៉ោង create ហ្នឹងឥឡូវតើវាខុសគ្នាប្រហែល second បាទបើសិនជាវាស្មើគ្នាឬក៏វាផុតម៉ោងដែលគេ block ហ្នឹងហើយទើបយើងអាចឲ្យគេ send OTP ថ្មីបានណាអញ្ចឹង main purpose របស់យើងគឺ method ហ្នឹងឯងយើង cool down វាសិនណាបាទអូខេឥឡូវយើងមើលនៅបន្ទាប់តមកគឺយើងអឺ send អាហ្នឹងចេញ send object verification ថ្មីហ្នឹងចេញណាបាទភាសាអីសារតែកន្លែងនេះវាជា void ណាយើងកន្លែងជា void បាទដើម្បីតគ្នាដែលអាច send បានគឺយើងប្រើ dot return បាទបើយើងអត់ប្រើ dot return ទេឧបមាណាអញ្ចឹងមកវាអត់ return អា object ហ្នឹងទេបាទអូខេអានេះ flat map ហើយក៏តែវាអត់ return object ហ្នឹងចេញទេដោយសារតែ method នេះវា void នេះវា void អញ្ចឹងណាបាទអញ្ចឹងយើងត្រូវប្រើ dot return object ហ្នឹងចេញទៅបាទបើសិនជាឥឡូវនេះ return ជា object ហ្នឹងតែម្ដងគឺអត់ចាំបាច់ធ្វើឥឡូវនេះទេបើថែម return ទេយ៉ាងឡើងមើលអត់ទាន់ណាយើងដោយសារនេះជា void បាទអញ្ចឹងយើងត្រូវ return ហ្នឹងចេញបាទអូខេបន្ទាប់មកគឺយើងឆែកមើលនេះបើសិនជា MT អត់មានធ្វើអីទេសិនជាអត់មានណាអត់មានធ្វើអីទេបើយើងអត់ចាំបាច់ស្រួយ subset អីទេបាទតមក line then នេះគឺយើង create verification ហើយ send OTP បាទឥឡូវគ្នាយើងមើល create and send OTP បាទនេះយើងគូដល់យើងកាពីហើយណាឥឡូវដល់ពេលដែលយើងត្រូវ send ក្នុងករណីវា allow បាទយើង create send OTP ចុះមកក្រោមមកអានេះគឺរឿងចាស់ទេបាទយើងបង្កើត generate OTP យើងមាន sol ហើយយើងដាក់វាចូលគ្នាជាមួយនឹង paper ហ្នឹងបាទដើម្បីបាន hash ហ្នឹងយើង store ទៅក្នុង database អញ្ចឹងណាបាទជាមួយនឹង store ហ្នឹងដែលយើងបង្កើត record ដែលយើងបានឃើញហើយមុនហ្នឹងណាបាទហើយតមកយើងធ្វើតារាយហ្នឹងបាទនេះយើងទៅ invalid verification ចាស់ចោលនេះយើង find by active verification ណាគឺអតារាយទេគាត់នឹងដូរ style call method នេះនឹងមក call method នេះវិញណាបាទអញ្ចឹង return បាន flock ឬក៏ list នៃ verification ហ្នឹងមកហើយយើង invalid វាម្ដងមួយដែលយើងដាក់ verify true ហើយ set update date ហ្នឹងមកហើយយើង save វាទៅវិញបាទតមកបាទយើង add a new record របស់យើងតាមរយៈ method នេះ then គឺយើង save អាថ្មីហ្នឹងចូលតមកបាទយើង send OTP អានេះ set នេះតារាយទេណាតារាយទេបើយើងបានផ្លាស់ប្ដូរហ្នឹងគ្រាន់តែថែម method នេះបាទសកចូលក្នុង method របស់យើង call នេះ code down នេះតែប៉ុណ្្នឹងឯងរួចរាល់ណារួចរាល់ប៉ុណ្្នឹងទេយើងណាបាទឥឡូវដល់ពេលដែលយើងតេស្តវាstop screen មួយសិន Control C បាទហើយយើងសេកូដមកយើងច្រើនណាឥឡូវយើង compile វាឡើងវិញបាទតាអត់មាន error ទេណាបាទឥឡូវយើងទៅ service ហ្នឹងបាទឥឡូវយើង clear terminal clear terminal ឥឡូវយើងមើលរបស់ចាស់របស់យើងបាននេះវាមានមួយហើយ pending ណា pending ហើយ verification របស់យើងគឺយើងសិនឡើងច្រើនដងណាច្រើនដងតែអាចុងក្រោយគេនៅខាងលើនេះនៅខាងលើហ្នឹងបាទ expire បាន expire ណាដល់ម៉ោង11ម៉ោង11:14នាទីឥឡូវម៉ោង1:29ហើយ expire ណាអញ្ចឹងយើងអាចសិនម្ដងទៀតបានយើងអាចសិនម្ដងទៀតណាបាទ new OTP ដល់ខូចចុចបាច់បាន new OTP ហើយនេះណា OTP យើងមួយនេះបាទឥឡូវបើសិនជាគ្រូសិនម្ដងទៀតសិនម្ដងទៀតណា
error បែប request please wait 46 second ទៀតមុននឹង request new OTP ញ៉េនាងចឹងមិនថាវាដើរប្រក្រតីតាមអ្វីយើងចង់បានហើយបាទបើគ្រូសិនម្ដងទៀតវាថារងចាំ30 second ទៀតសិនញ៉េបាទអញ្ចឹងយើង prevent ការខកដែរអត់ចាំបាច់ណា clear terminal ឥឡូវយើងមើលដាច់របស់យើងបាទវាឡើងមកអានហើយមិញ3 2ដងឡើង11អញ្ចឹងហ៎11ដល់11វានៅ10ទេសារតែយើងអត់បាន add new record ទេណាតែយើង prevent មិញបាទឥឡូវគូគិតថាវាលើសពី30 second ហើយបាទអាចសិនម្ដងទៀតគឺគាត់ជា success ញ៉េមិញឡើង10ឥឡូវសិនម្ដងទៀតវាឡើងប្លុកឲ្យវាផុតអានីតិហ្នឹងហ៎សិនបាច់គឺអូខេញ៉េបាទអញ្ចឹងវាឡើង11បាទឡើង11នេះ11ណាបាទអញ្ចឹងមួយនេះចុងក្រោយគេមិញមួយនេះ31ណាមួយខាងលើនេះបើតើ data ទិញមកនេះវាអត់តាមលំដាប់ណាអញ្ចឹងមានតែមួយនេះទេគឺ let test ដែលនៅ active បើសិនម្ដងទៀតវានឹងជាប់ block ទៀតណាចាំ21 second សិនបាទអូខេអញ្ចឹងវាដើរឲ្យប៉ុណ្ណឹងហើយកុបផ្សេងដំណើរការតាមធម្មតាទេបាទ verify ថាយើងតើបានផ្លាស់ប្ដូរអីទេបាទ stop recording បាទអញ្ចឹងរួចរាល់ត្រូវការ cool down reason គោលដាក់ថាលេខ5 cool down reason បាទឥឡូវមើលម៉ោងប្រហែលបាទកន្លះម៉ោងទៀតណាកន្លះម៉ោងទៀតមើលតើអាចសេរីបានអត់សេរីសិនអ៊ីមែលណាបាទចាំផ្លែគ្រូផឹកទឹកតិចសិនបាទយើងសល់សិនអ៊ីមែលបាទតោះសិនបាទចាំគ្រូបន្តិចគ្រូមកឡើយប្រហែលជា10នាទីទេអូខេបាទគ្រូមកវិញហើយបាទឥឡូវយើងសល់ម៉ោងយើងខោចតែគ្រូចង់ implement verification ហ្នឹងបាទប្រហែលជាអាចលើស5 10នាទីណាយើងអាចដល់មកពី10 5 10នាទីឬក៏អាចចូលដល់20នាទីហើយគ្រូសូត្រណាដើម្បីបាន feature ថ្មីបាទបន្តទៀតដល់ឡើយនេះបាទឥឡូវនេះមើលច្រើននេះច្រើនណាស់តែអីទេបាទឥឡូវគ្រូទៅតែម្ដងណាទៅតែម្ដងបាទឥឡូវយើងចូលfeature អឺថ្មីមែនតើទៅ feature ដដែលតែគាត់ថាយើង implement ទៅលើ email ម្ដងបាទយើង send email ទៅ console មិញណាឥឡូវយើង send យើង send OTP ទៅ console បាទឥឡូវយើង send ទៅ email បាទ send ទៅ email តើគេ implement មិនវិញបាទចំពោះ step ហ្នឹងគឺយើងត្រូវបាទ set email ដែលជា sender ណា email ជា sender ហើយគាត់ថាជា send
send OTP through email ឬក៏ via email បាទអញ្ចឹងតើយើងត្រូវមានអីគេខ្លះបាទត្រូវមានដំបូងគឺ email sender email ដែលអ្នក send ណា sender email តមកអា receiver ផុសយើងគឺជា email របស់អតិថិជននឹងឯងដែលបាន register បាទយើងមាន sender email បាទយើងមាន text email ថា email OTP ទៅបាន send ទៅកាន់ email របស់លោកអ្នកហើយណាបាទហើយអញ្ចឹងយើងត្រូវ set up SMTP មែនទេគាត់និយាយ SMTP បាទជាមួយនឹង mail របស់យើងឥឡូវគឺរើសយក Gmail ចុះដើម្បី send បាទហើយអញ្ចឹងដំណាក់កាលវាគឺទៅលើ component មួយណាយើងមើលយើង send OTP យើងអាចមើលនៅក្នុង register ក៏បានឬក៏ method នេះផ្ទាល់ក៏បានបាទយើងគឺ line create ហ្នឹងហើយគឺ notification sender.send បើគ្រូចុចវាផ្ទាល់មកគឺ interface មួយនេះដែលត្រូវ modify បាទអញ្ចឹងឡើយហ្នឹងតើយើងវិភាគអីគេមុនគេគឺវិភាគ technology ដែលយើងកំពុងប្រើយើងប្រើអីគេយើងប្រើ Spring Matlab គោលបំណងយើងជាអ្វីគោលបំណងយើងគឺបាទ non blocking មិនថាវាអត់ block straight ទេបាទដើម្បី performance ណាអាហ្នឹង reactive non blocking ទៀតបាទអញ្ចឹងយើងវិភាគតទៀតពេលយើង send ទៅកាន់ console វាអត់មានត្រូវការ block អីទេតែនៅពេលយើងប្រើ HTTP call យើងប្រើ file យើងប្រើ database call យើងប្រើ email call អាហ្នឹងសុទ្ធតែជា blocking ទាំងអស់ blocking មានថាម៉េចគ្នាយើងវា block main thread ណាវា block main thread មានថាវាអាចទទួល request បានទេបើសិនជា thread ហ្នឹងវាជាប់រវល់ណាវាត្រូវរងចាំសិនបាទអញ្ចឹងយើងអត់ឲ្យវាចាំបាច់ block ទេយើងប្រើ thread worker ផ្សេងដែលគេឲ្យឈ្មោះថា elastic bounded elastic បាទហ្នឹងគឺ thread worker ឲ្យវាធ្វើការជំនួសបាទវាអត់ block អា main thread ទេបាទអញ្ចឹងសូមមកវិញយើង send email អញ្ចឹងវាត្រូវការ block ណា block វាត្រូវការរងចាំបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងយើងត្រូវបាទដូររបៀប send របស់យើងអត់ប្រើ void ទេយើងប្រើ mono វិញបាទទើបអាចដោះស្រាយបញ្ហាហ្នឹងបានណាដោះស្រាយបញ្ហាហ្នឹងបានគ្រូ analyze មិញរៀងតើណាឲ្យតាក់ទងជាមួយនឹង blocking យើងប្រើជាលក្ខណៈ publisher flock ឬក៏ mono វិញបាទអញ្ចឹងឡើយហ្នឹងគ្រូបដូរពីបិទឥឡូវណាគ្រូបដូរពី void ទៅជា mono នៃ void វិញអញ្ចឹងដាក់ថា mono នៃ void សតធំទៀតណាបាទ mono នៃ void តោ save វាមួយបាទនៅ step ដំបូងទៅដូរ mono ហ្នឹងបាទឥឡូវយើងបង្កើត implementation មួយទៀតអ្នកកន្លែង console នេះវា error ហើយសារដូរតែថែមមិញណាទុកសិនសំខាន់យើងថែម implementation មួយទៀតបាទនេះជា interface ឥឡូវ code របស់យើងណាយើងប្រើ style single responsibility បាទ solid principle ណា single responsibility អញ្ចឹងមែនតើមិន single responsibility ទេឡើយនេះគឺ open close បាទ SO វិញ solid ណាsolid principle បាទឥឡូវគ្រូកំពុងតែនិយាយពីអក្សរ O គឺ open extension O ណាបាទកន្លែង O
អូគឺ open extension open extend ក៏ extension open extension បើ extend តមកវាclose modification បើ extension គ្រូនឹងសេចត្រូវអត់ទេមិនថាវាអាច extend តទៀតបានណាបាទអញ្ចឹងគឺគ្រូ extend functionality វាដោយបង្កើតថ្មីអត់មកកែអាកូដចាស់ទេអានេះគ្រូកែអាចាស់ដោយសារតែមកពីអាដំបូងហ្នឹងវាអត់បានដាក់ឲ្យត្រូវ type ណាឲ្យត្រូវ type បាទយើងមកកែលើហ្នឹងបាទមែនតើទៅគឺគេ define តាំងពីដំបូងគឺគេប្រើ mono ណាគេប្រើ mono ហេដើម្បីកុំឲ្យយើងមកកែរបស់ចាស់បាទតែយើងប្រើ Spring Web Flock បើយើងប្រើតាមធម្មតាធ្វើ void ហ្នឹងអត់បញ្ហាទេSpring MVC ធម្មតាណាបាទតែយើងថែម extension មួយទៀតគឺយើង extend code យើងដែលប្រើ email ម្ដងនេះ console notification sender ឥឡូវគឺ email notification sender ថ្ងៃក្រោយយើងមាន phone យើង add មួយ class តទៀតតែអញ្ចឹងងាយស្រួលណាយើងងាយស្រួលអូខេចំពោះ implementation គ្រូបានរៀបចំមួយហើយណាបើគួយសេហ្នឹង10នាទីជាងលើសហ្នឹងទៀតមើលទៅអូខេអញ្ចឹងកន្លែងសិននេះណាសិនដល់នេះនៅកន្លែងនេះបាទអញ្ចឹងគ្រូ copy វាមក Gmail ណាបាទ copy តាមនេះឡាននេះ Gmail បាទគ្រូដាក់ Ctrl Shift O Shift O នេះវាអត់មកទេសារទៅការ mail ណាទៅការ mail បាទវានៅក្នុងpackage dependency បាទលេខក៏អត់មានមកដែរបាទអញ្ចឹងគ្រូថា dependency មួយសិនដើម្បី send email គឺយើងប្រើmail dependency បាទអញ្ចឹងគ្រូ copy ដល់នេះមកនៅក្នុងនេះដាក់ណាចាដាក់ com flat flock អញ្ចឹងណាយ៉ាទៅសិត save អូខេដល់ទៀតណាអូនេះវា auto score បាទអូខេឡើងលេខអីណាវាស្គាល់ហើយអញ្ចឹងតើគេស្អីខ្លះនៅក្នុងហ្នឹងបាទបាទវា override method send ហ្នឹងបាទ target verification TTP ដូចគ្នាដែរណាបាទតែខុសគ្នាតែសេចក្តីនៅខាងក្នុងនេះបាទសេចក្តីខាងក្នុងហ្នឹងបាទហើយ message ត្រូវ send ទៅគាត់ថាជានេះជា string ណាអានេះ text message email ហ៎ hello your OTP code អីប៉ុណ្ណឹងមកនេះបោះ OTP ចូលណាthe code វា expire soon please do not share the code with anyone បាទ thank you ប៉ុណ្ណឹងឯងហើយយើងបោះ OTP ចំនួនដល់នេះមកជាការស្រេចបាទស្រាប់ហ្នឹងគេស្អីគេខ្លះហើយយើង call dependency Java mail sender ដើម្បី send email ហ្នឹងបាទយើងគាត់ថាឆែកមើល email តើថែមនឹង email អត់បាទបើសិនជា type មិនស្មើ email ទេយើង lock ថា skip email sending because verification type is not email ណាតើណាបាទត្រូវ send email បានត្រូវ type email បាន send email បើ type មិន email យើង send email មិនត្រូវខុសសាច់រឿងណាបាទយើង validate នឹងមួយតមកខាងក្រោមខាងក្រោមគឺ from runnable អានេះយើងដាក់មក simple message email ហ្នឹងយើង build បាទ send to ណាគេបាទ subject គេនេះ subject របស់យើងយក OTP code ចឹងទៅតមកយើងដាក់ tag យើងខាងក្រោមនេះបាទហើយដើម្បី send email គឺយើងប្រើ mail sender ខាងលើហ្នឹងណា .send mail ហ្នឹងតែម្ដងបាទហើយដោយសារយើងដឹងថា email ហ្នឹងវាជា blocking វាជា blocking អញ្ចឹងយើងត្រូវថែមអានេះមួយទៀត
ដើម្បីកុំឲ្យវាblock process របស់យើង យើងប្រើ subscribe on scheduler bounded elastic បាទអញ្ចឹងយើងកន្លែងនេះយើងគ្រាន់តែចាំថាយើងឲ្យតែតកតងជាមួយនឹង blocking style យើងត្រូវប្រើstraight worker ណាបាទ bounded elastic ហ្នឹងវាដោះស្រាយបញ្ហាឲ្យយើងវា block main state ទេវាឲ្យអ្នកផ្សេងធ្វើការហ្នឹងណាបាទ main state ទទួល request បន្តទៀតបានបើយើងដាក់អាហ្នឹងកូដហ្នឹងដើរធម្មតាគ្រាន់តែវាបាន block process យើងធ្វើឲ្យ performance របស់យើងវា low តោះនេះយើងបាទហើយ success យើងគ្រាន់ log មកថាសិន message success ហើយ email បាទ error យើងបោះប្រភេទនេះវិញ error វិញបាទហើយសារវាជា mono យើងដាក់ dot den ជាការស្រេចហើយតែប៉ុណ្្នឹងទេ step បន្ទាប់ហ្នឹងគឺ config SMTP បាទអញ្ចឹងកន្លែងណាដែលយើងត្រូវconfig បើខាងក្រោមនេះណា mail វាត្រូវមាន mail property ណាគួរបានដាក់មកទេអូនេះជប់ mail property ឯណា copy ខ្វះហ៎តែជា copy ខ្វះបាទអូខេឥឡូវគ្រូយកនេះមកសិន1ម៉ោងសមបានទីទៀតសល់13នាទីទៀតបាទអញ្ចឹងគ្រូ copy ឡើងនេះមកដល់នេះបាទតាំងពីត្រូវឆ្លងកាត់ spring បាទអញ្ចឹងគ្រូដាក់ធំនេះបើ move វាទៅគៀន shift tab ចូលក្នុងតិចcomment set tab នេះវិញអូខេ tab នេះវិញគឺលេខអីអូខេឡើងមានប៉ុននេះហើយបាទអញ្ចឹងគឺវាត្រូវការឆ្លងកាត់ spring ណា spring ហើយ mail ហើយ host របស់យើងគឺ smtp gmail.com ហើយថាយើងសិនពី gmail បាទទៅយើងត្រូវបង្កើត email របស់យើងបាទ email របស់យើងហើយ password នេះតិចគ្រូនឹងដាក់បាទគ្រូនឹងដាក់ property វាគឺនេះ true តើការ ហើយ start t ls នេះ enable ដែរ time to line ទៀតដែរអូខេអញ្ចឹងវាត្រូវមានproperty ជប់អានេះដែលមានតែ mail sender អីទេណាអត់តែមាន config ទេអូខេឥឡូវដាក់អញ្ចឹងអញ្ចឹងតើមានអ្វីទៀតដែលយើងត្រូវធ្វើគឺ email បាទឥឡូវយើងមើល email តើយើងត្រូវធ្វើវាម៉េចnotification គ្រូ save មួយសិនបាទឥឡូវយើងទៅធ្វើចំណុចបន្តកន្លែង send OTP បាទ14នាទីគ្រូពុះមួយសិនចាំផ្លែបាទណាអាចមួយហ្នឹង SMTP cooldown អូខេអត់ចាំបាច់អីបន្តទៀតទេយើងមកសេរីកន្លែង send email អឺ Word and cooldown បាទគ្រូមើលសិនលោក copy ខ្វះ
nè anh ấy sender on the portrait type email ចុះកន្លែងណាកន្លែង reply Wi-Fi sender បាទសង្ស័យគ្រូអត់បាន copy មកអូឃើញហើយនេះឃើញហើយបាទអញ្ចឹងគ្រូកែអឺកន្លែងនេះបន្តិចបាទ cooldown នេះទុកដដែលទេតែកន្លែង create and send នេះយើងត្រូវសេរី notification សិនដាក់ប្លោះនេះបន្តិចបាទអូខេកែថែមឡើងនេះបន្តិចនេះណាថែមកន្លែងឡើយណាមិន send email នេះកន្លែងនេះណា ឥឡូវកូដយើងបច្ចុប្បន្នthen modify cell បាទពុកតមកសិនយើងកែថែមកន្លែង then នេះមួយអឺឡើយណាមិញអូខេឥឡូវគ្រូបើកមកទៅបាទឥឡូវចំណុចបន្ទាប់គេនេះយកតន់សេរីទេចាំតិចទៀតយើងទៅមើលកន្លែង switch របស់យើងណាបាទយើងកែកន្លែង create and send នេះដោយសារតែកន្លែង send email នេះគឺមក block នេះបាទអញ្ចឹងយើងអត់ដាក់ on យើងដាក់ send នៅក្នុងហ្នឹងទេតាមម្ដងនេះយើងប្រើ style អឺnon blocking របស់យើងគឺ send email បាទយើងត្រូវ say ហ្នឹងបន្តិចនេះ block នេះណាបាទអញ្ចឹងតែហ្នឹងគឺគូថែម send the បាទ notification sender send email បាទអញ្ចឹងឡើយនេះគូ copy paste មកមក block នេះណានេះគូដាក់ success unused អូខេគូ replace កន្លែងហ្នឹងតែម្ដងណាជាន់នេះ WordPress send system អូខេ block នេះបើថែមកន្លែងហ្នឹង .den បាទហើយនេះបិទណានេះយើងមកបិទនេះគូថែមនេះតែម្ដងបាទអញ្ចឹងហ៎អញ្ចឹងអ្វីត្រូវកែគ្រាន់តែយើងដកអានេះចេញពី block success នេះបាទមានថាធ្វើអានេះហើយវាមកសិននេះតែម្ដងហ៎គ្រាន់រួចមានឡើងលើឯងតែប៉ុណ្្នឹងឯងណាប៉ុណ្្នឹងឯងអូខេអញ្ចឹងតើយើងអាចសិនបាននៅយើងអត់អាចសិនបានទេណាតើមិនអាចសិនបានទេយើងត្រូវការ config ទៅលើ email របស់យើងបាទគេឥឡូវមុននឹង config email យើងដោះស្រាយបញ្ហានេះមួយសិនណាបាទឥឡូវនេះវាឡើងទៅជា void ហើយវាទៅជា mono នៃ void វិញណា void អញ្ចឹងណាបាទហើយកន្លែងនេះវាត្រូវការsend object នឹងចេញបានវាឲ្យណាបើប្រគល់ return ចេះmono.empty បាទរួចរួមតែគាត់ថាយើងធ្វើអញ្ចឹងវា execute ពីលើ .home តែយើងចង់ឲ្យវាគេថា build pipeline បាទជាលក្ខណៈ lazy បាទអញ្ចឹងយើងសេរីនឹងបន្តិចបាទដូចជានៅខាងក្រោមនេះណានេះ notification បាទយើងធ្វើយើង return ចេះវិញបាទយើង build pipeline ណាយើងធ្វើចេះបាទចំណុចនេះបិទអានេះបិទហើយវាដើរដូចគ្នាក៏តែខាងក្រោមវាល្អជាងដោយសារតែវាលក្ខណៈ lazy យើង build pipeline សិនចាំគេ subscribe បានវា execute ណាដូចគ្នាអត់ដូចគ្នាណាបាទខុស build ហៅបាទគេអញ្ចឹងការ implement របស់យើងគឺតែប៉ុណ្ណឹងគឺ functionality វារួចហើយគ្រាន់តែយើងត្រូវថែម line configuration នេះបាទយើងត្រូវធ្វើម៉េចដាក់ឲ្យត្រូវណាបាទវាត្រូវការបញ្ចូល password ហើយហ្នឹងណាត្រូវការបញ្ចូល password បាទអូខេអឺបើសិនជាធ្វើប៉ុណ្ណឹងតើមានអីកើតឡើងបាទឥឡូវគ្រូនឹង implement email password ហ្នឹងនៅវីដេអូក្រោយបាទ
អូខេបន្តទៀតបាទអញ្ចឹងយើងចាប់ផ្ដើម implement លើវាបាទ port នេះគឺចំពោះGmail គឺ5 8 7បាទអ្វីយើងត្រូវផ្លាស់ប្ដូរគឺ username ហើយនិង password បាទឥឡូវចេះចុះដើម្បីឲ្យគ្នាយើងអាចយកទៅ practice ខ្លួនឯងដើរគ្រូបង្ហាញទាំងអស់តែម្ដងណាគ្រូបង្ហាញទាំងអស់ឥឡូវគ្រូបង្កើត email ថ្មីចុះបាទ email ថ្មីបាទគ្រូចូលក្នុងនេះ mail អឺអូខេអឺជប់សិនមិនបានតិចណាឥឡូវគ្រូ stop សិនណាឥឡូវវាជាប់ email private របស់គ្រូអូខេវាជាប់ email អឺ private អញ្ចឹងគ្រូដូរសិនអូខេម៉ោងក្រោយហើយតែគ្រូធ្វើតិចបាទឥឡូវគ្រូ record ថ្មីណា record ថ្មីអូខេហើយយើងបន្តទៀតបាទឥឡូវយើងចាប់ផ្ដើម implement ទៅលើ mail របស់យើងបាទ mail យើង config បន្តិចបាទចំពោះ host នេះយើងដាក់ smtp@gmail.com ហ្នឹងត្រូវហើយ port ប៉ុណ្ណឹងគឺដាក់ប៉ុណ្ណឹងមកអត់បញ្ហាទេបាទសំខាន់យើងបដូរ username ហើយ password នេះបាទឥឡូវគ្រូបង្កើត email ថ្មីជាមួយនឹង password ថ្មីណាឥឡូវគ្រូចូលក្នុង email របស់យើងណាបាទគ្រូដាក់ថា add new account create new account ណាmy personal use កើតថ្មីគាត់ថាអឺអឺ room service ណា room អូខេអានេះ name នេះថាឈ្មោះគ្រូចុះពិសិដ្ឋអីចុះបាទអូខេអានេះគ្រូចិត្តដាក់ឯណាបាទចិត្តដាក់ទេអឺចេះចុះអឺចេះចុះបាទ email ដាក់ថា mail បាទហើយគ្រូសិនទៅ next បាទរើសឥឡូវគ្រូដាក់ថា create own ដាក់ថា room service ណា room service តែប៉ុណ្្នឹងទេណាដាក់ថា room service បើចុច next មើលវាឲ្យអត់ឲ្យណាវាមានហើយ user is taken room service dot visit room service dot visit ទៅស៊ីអូខេវាឲ្យណាpassword វិញគ្រូចិត្តដាក់សិនទេថាអីក៏បានដែរ room survey ហើយដាក់ថាញ៉ាទៀន1 2 3ដូចគ្នាថាroom ចេះ1 2 3ឥឡូវគ្រូសូ password ណាអត់នេះមិនទៅគេអត់សូមតែនេះថាគ្រូចង់បង្ហាញថាដាក់អញ្ចឹងវាអត់ដើរណាអូខេអញ្ចឹងដាក់ថា room survey 1 underscore room survey ញ៉ាទៀន1 2 3ហើយគ្រូ save វានៅកន្លែងណាមួយហើយចប់ session ហ្នឹងគ្រូនឹងកែវាដាក់អីផ្សេងណា room service អញ្ចេះដល់ពេល password វិញគឺអញ្ចេះ password ពិតជាអញ្ចឹងណាបាទហើយគ្រូផាច់ចេះបាទគ្រូនឹងកែ password វាតាមក្រោយអូខេអញ្ចឹងគ្រូទៅហើយបាន phone number នេះគ្រូប្រើលេខទូរស័ព្ទរបស់គ្រូមើល70 363 563បាទ next មកចាំមើលវាផ្ញើអូ
send to your code this phone number have been used too many time គ្រូភ្ញាក់ប្រើច្រើនដងហើយឥឡូវគ្រូប្រើលេខថ្មី many time អឺ template គ្រូប្រើលេខថ្មីមកបាទឥឡូវគ្រូប្រើលេខថ្មីមើល96 2 4 28លេខថ្មីចុចទៅឥឡូវចាំមើលវាផ្ញើអឺកូដទេគេវាផ្ញើកូដមកហើយផ្ញើកូដមកហើយគ្រូថែបកូដនឹងចូលបាទ82 45 9អូខេ recovery email ប្រថា អូខេអត់ចេះចុះnext អូខេ room space របស់យើងហើយណា review your account អូខេធ្វើផ្សេងហ្នឹង agree អញ្ចឹងទៅណាបាទរួចរាល់ហើយអូខេរងចាំវា percent តិចមើល sorry but account is temporary unavailable ពលចៃកំណត់អូខេថា temporary is empty ពេលមើល account ហ្នឹង account ហ្នឹងណាclose email you inbox សិនគ្រូមិនសិន account របស់គ្រូមិញឈ្មោះគេមិញ room space ពិសិដ្ឋអូខេកាត់បានតានេះណាកាត់បានអូខេឥឡូវបើគ្រូយក account ហ្នឹងយកមក config ណាដាក់ចេះមិញ room space ពិសិដ្ឋផ្ទុយវិញណា room space dot ពិសិដ្ឋបាទហើយ password មិញដាក់ចេះណា password អត់ដើរទេណាខ្ញុំអត់ដើរទេតែគ្រូចង់សូយើងពិតជាអត់ដើរមែននេះ room space dot ពិសិដ្ឋ copy មក password ដាក់ចេះអូខេរួចរាល់ហើយឥឡូវយើងតេស្តណាយើងតេស្តសិន OTP តើទៅអត់បាទអូខេឥឡូវគ្រូបន្ត C មួយសិនអូខេcompile វានោះទៀតបាទគ្រូ compile វាណាអូខេ success ឥឡូវយើង start វាតែម្ដងអូខេវាអត់ដើរទេយើងវាអត់ដើរទេសារតែយើងអត់បាន fix មួយឥឡូវឲ្យវាទៅចឹងសិនណាទៅចឹងសិនឥឡូវគូ clear all ណា clear all អឺតែប៉ុតវាគួរតែ start fail ណាគ្នាហ្នឹងមិនក៏ start បានអញ្ចឹងតែប៉ុតវាគួរតែ fail ណាមិនក៏ start បាន Gmail គូមើល
អូវាជាប់វាជាប់ primary ណាវាជាប់ primary នេះបាទតែវាគួរ start firm តែសារណាគាត់ដាក់ primary នេះគឺវាបានណាវាបានអ្នកសារ keyword primary ហ្នឹងបាទព្រោះបានដកចេញមុននឹងគ្រូសូមុនហ្នឹងបាទអូខេម្ដងទៀតណាម្ដងទៀតបើសិនជាគ្រូដាក់ primary គ្រូបិទណាយ៉ាងបើសិនជាគ្រូដាក់ primary ទេទីវានឹង fail សារតែវាមាន implementation ដល់ទៅ2នេះវា fail ណាវា fail បាទវាថាម៉េចនេះconsider at primary បាទសារតែនេះsingle bin but two bin found ណា implementation verification require នេះnotification sender ណា notification sender ហ្នឹងវាមាន implement ដល់ទៅ2 Gmail ផងហើយ console ផងបើយើងបិទមួយអត់បញ្ហាណាបិទ component ចេះទៅយើង start បានធម្មតាបាទតែបើយើងបើកទាំងពីរវាអត់ដឹងថាវាគួរទាញឲ្យមួយណាយកមកប្រើណាអញ្ចឹងបើសិនតែវាយើងចង់ឲ្យមួយណាដំណើរការយើងឲ្យផ្លាកវាមកថាអូខេសុំយកឲ្យមួយនេះ primary កុំប្រាប់មាន2តែយកមួយនេះធ្វើជា primary អូខេអញ្ចឹងពេលយើង start មកគឺលែងអីហើយមានអីចឹងណានេះបាទហ្នឹង concept ផុស Spring បាទគ្រូ clear បាទឥឡូវបើសិនជាគ្រូrequest OTP ណានិយាយមើលបើសិនជាគ្រូ request OTP វានឹង error បាទគ្រូសិនទៅបាច់បាទរៀងយូរណាមកទៀតវា fail ហើយបាទនេះ fail បាទ unexpected error occur បាទមិនបានអញ្ចឹងដោយសារតែ login អត់បានបាទ login ទៅកាន់ mail ហ្នឹងអត់បានយើងចូលមើលណាចូលមើលលើគេ import នេះវាថា mail authentication exception បាទ authentication fail ណា email ហ្នឹងយើងដាក់ password ដាក់ username ត្រូវអត់ត្រូវណាប៉ុន្តែគេដាក់អញ្ចឹងទេគេប្រើ email password direct ទេនេះឡើយនេះណាយើងអត់ប្រើpassword direct អញ្ចឹងទេយើងទៅប្រើគេហៅថាemail 16ខ្ទង់16ខ្ទង់បាទដែលជា app password ណា app password បាទគេសេចេះបាទគេសេចេះតែយើងប្រើ Gmail ណា app password ដាក់ app password បានវាដើរបាទតែមិនបាន mail app password ហ្នឹងគឺយើងធ្វើបែបនេះenable two factor authentication បាទយើងចូលនេះមកហើយ manage your account មកតោះនេះអ្នកនាងយើងកំពុងឈរលើ email ហ្នឹងណាយើងចូល manage your account មកបាទហើយយក security enable នេះ two step verification បាទអញ្ចឹងតែយើងអាចប្រើ phone ក៏បានដើម្បី verify two factor ណាបាទប៉ុន្តែគ្រូនឹងប្រើ Google Authenticator នេះគ្រូយក Authenticator នេះតែបើគ្នាយើងត្រូវមានទៅ download Google Authenticator មកបានប្រើបានណាបើសិនជាគ្រូគ្នាយើង verify តាម phone ពេលខ្លះវាអត់សិនnumber ហ្នឹងមកបាទវាស្រួលជាងគេគឺយើងប្រើអូអានេះមាន Google Chrome ដែរបាទអញ្ចឹងគឺយើងប្រើមួយណាក៏បានដែរឥឡូវគ្រូប្រើ Authenticator នេះតែវាទាក់ទងជាមួយទូរស័ព្ទយើងណាយើងត្រូវ download Google Authenticator នៅក្នុងទូរស័ព្ទនៃយើងណាបាទ iPhone ក៏ដោយ Android ក៏ដោយអញ្ចឹងគ្រូចុចលើហ្នឹងមកនេះគ្នាយើង search Google Authenticator តោះនេះយើងក្នុងទូរស័ព្ទណា download Google Authenticator មកវាមានរូបសញ្ញាហ្នឹងក្នុងបច្ចុប្បន្នណាថ្ងៃក្រោយគេដូរផ្សេងទៀតមិនដឹងទេបាទអញ្ចឹងគ្រូដាក់ថា set up authenticator បាទអញ្ចឹងគ្រូ scan គ្រូបើក app ហ្នឹង app ក្នុងទូរស័ព្ទដៃរបស់គ្រូហើយយើង download មកណា Google Authenticator អញ្ចឹងវាមានសញ្ញាមិញខ្វែងប្រហែល6ជ្រុងហ្នឹងពេលគ្រូនឹងចូលសញ្ញាបូកហើយ scan វាហើយក៏មាន scan QR code ណា scan QR code ហ្នឹងគ្រូ scan មកវានឹងចូលណាឥឡូវគ្រូ scan ហើយគ្រូ scan ហើយណា
ចឹងក្នុងទូរស័ព្ទដៃគ្រូមានលេខ6ខ្ទង់នៅក្នុង app ហ្នឹងបើគាត់ចុច next មកពួក enter លេខកូដហ្នឹងលេខកូដដែលវាផ្ញើមកមិញគឺ6 9 3 0 7 8តាមលេខទូរស័ព្ទហ្នឹងតាមលេខដែលវាផ្ញើឲ្យហ្នឹងបាទអញ្ចឹងគ្រូចុចលេខ verify មកគឺយើងបាន set up ហើយអានេះតែមកយើងចុចលេខ turn on notification នេះមកturn on នេះគេអាហ្នឹងមកបាទ turn on ណាgo back add second step អូខេរួចហើយណាចានេះ add data ណាមកចុចអូហើយណាហើយអាហ្នឹងយើងអាចបកក្រោយវិញបានណាហ្នឹងហើយដូចនេះ edit just now គេអញ្ចឹងហើយជប់អានេះsecond step to the go back អូខេអញ្ចឹងរួចមួយ step ណាឥឡូវយើងចូល search app password app password នៅណាចេះមិញវាអត់ទាន់ success ហ៎នាងវាអត់ទាន់ enable អូអានេះនៅ off ឡើយហ្នឹងអញ្ចឹងមកអត់បានណាអឺមកចុចអានេះអត់បានអញ្ចឹងនេះ edit នៅខាងនេះអូខេដាននេះចុច like ដានណាអូខេបានហើយណាមិញវាអត់ទាន់ឲ្យយើងturn on បាន success ហ៎បាទវាអត់រងចាំហ៎ឥឡូវបានណានេះណាមិញនេះហេមិញ turn on មិញចុចហើយឥឡូវវាចេញចូល turn off ម្ដងតែយើងអត់ត្រូវ turn off ទេយើងហើយពេលយើងហើយយើងបែកមកវិញណាយើងបែកមកវិញមើលយើងបែកមកវិញយើងចូលកន្លែង security ហ្នឹងដដែលហើយរកនេះ turn on ហ្នឹងណា turn on ឲ្យមើលហ្នឹងឲ្យត្រូវណាតមកគឺយើងអាចរក app password បានដែរនេះ app password ហ៎បាទចុច app password ហ្នឹងមកដាក់ name វាមកជាការស្រេចគាត់ដាក់ថាអីគេ room service គ្រូណាតែឈ្មោះឲ្យបានដែរថា room service ហើយចុច line create គេចុច line create ហើយវាមានលេខ16 digit ហ្នឹង16ហ្នឹង16 character ហ្នឹងក៏ copy តែ copy ហើយយើង save ដាក់កន្លែងណាមួយទៅព្រោះតែបិទហើយវាបាត់ហើយអាលេខហ្នឹងណាអក្សរហ្នឹងណាបាទយើងគឺ copy ទុក save វាកន្លែងណាមួយព្រោះវាមកតែម្ដងឯងបាទមកតែម្ដងឯងបានប៉ុណ្្នឹងហើយគ្នាមើលមានអីទៀតទេដានណាដានអូខេប៉ុណ្្នឹងបានហើយឥឡូវយើងចូលមកអឺអូខេកន្លែងនេះអត់បញ្ហាទេយើងចូលមកemail app យើងម្ដង app យើងកន្លែងនេះយើងដាក់ password មកដាក់ចេះវិញបាទយើងផាហ្នឹងមក16ខ្ទង់ហ្នឹងណាបាទជាការស្រេចបាទហើយយើង start ស្វីយើងឡើងវិញបាទតូស៊ីបាទតូស៊ីអូខេអូខេរួចអញ្ចឹងគ្រូចូល email របស់គ្រូមួយ email របស់គ្រូមួយតាមតិចហូនេះមួយសិនគ្រូចូល email មួយនេះណាពិសិដ្ឋ2022នេះបាទ2022ណាអូខេអឺអូខេ
ហាន់គ្រូឈ្មោះគេពិសិដ្ឋដុតអ៊ីង2022អូខេបន្តទៀតបាទអញ្ចឹងគ្រូ stop screen វិញហើយឥឡូវយើងអឺរ៉ានឡើងវិញបាទរ៉ានឡើងវិញមកគឺអញ្ចឹងវាអឺ start complete អូខេឥឡូវគ្រូ clear screen ហ្នឹងសិនណា clear screen អូខេឥឡូវយើងមើលគ្រូសិនទៅគ្រូ request អឺ mail ម្ដងទៀតណាសិន email ម្ដងទៀតអឺជិបសិនដល់នេះគ្រូ register ថ្មីបើថាគ្រូប្រើ email ថ្មីណាតារាងនេះemail ហ្នឹងអត់មានទេមែនតើណាឥឡូវគ្រូប្រើដាក់ថា email របស់គ្រូពិសិដ្ឋ .ing អឺ2022ចេះចុះណាសិត ing 2022នេះ email គ្រូប្រើ temporary ដើម្បីសិនណាដើម្បី receive email ហ្នឹងបាទ receive OTP ហ្នឹងអូខេអញ្ចឹងគ្រូ register ចូលក្នុង system របស់គ្រូហើយដើម្បី request OTP បាទអញ្ចឹងគ្រូចុចសិនបាច់រងចាំឲ្យធូរតើsuccess ឬក៏ fail បាទអូខេ201មានថា success ឃើញទេបើ success ឥឡូវយើងមើលemail ឥឡូវយើងមើល console សិនណា console វាថាម៉េចនេះវាថាវាបានសិន email successfully បាទ target piset.ing 2022 gmail.com សិន success ហើយតែក្នុងនេះ console បាន lock ទេឃើញអត់ព្រោះយើងបាន lock ដូចមុនទេថាមិនសិនទៅកាន់ console ទេនេះសិនទៅកាន់ email ណាសិនទៅកាន់ email ឥឡូវយើងទៅមើលក្នុង email យើងតើវាមានអត់បើកមកនេះយក OTP code ណានេះ room service.piset បាទអញ្ចឹងថាម៉េចhello your OTP code is ប៉ុណ្ណេះចឹងទៅឃើញអត់ Please do spy soon don't share to anyone thank you ណាតោះនេះយើងបាទអញ្ចឹងយើងអាច verify បានណា verify បានឥឡូវយើងមើលណាអឺយើង copy ID នេះសិន copy ID នេះយកមក verify email បាទដាក់ ID នេះត្រូវវាឥឡូវបើសិនជាវាអត់ success ឥឡូវយើងមើល database របស់យើងសិនយើងឃើញថាយើងមាន2ណា user 2គឺ user មួយនេះ set in នេះបាទ pending ឡើយណាបាទឥឡូវយើងមើល verification វិញខាងក្រោមគេ port ណាអូឡាណានេះមួយនេះមិនខាងគេ port ទេគឺមួយនេះណា email មួយហ្នឹងបាទសប៉ុណ្ណឹងបាទអត់ទាន់បាន verify ទេបាទឥឡូវគ្រូ verify វាឥឡូវ verify អានេះលេខនេះគឺអត់ត្រូវទេបាទគ្រូចុចសិនបាច់ទៅ wrong ណា bad request invalid OTP ឥឡូវគ្រូ copy អ្វីដែលត្រូវវិញត្រូវ copy បែបនេះមកទៅ C បាទឲ្យ pass នេះមកបាច់បាទ verify បាច់ត្រឹមត្រូវណា204ត្រឹមត្រូវបាទអញ្ចឹងបើយើងមើលនៅក្នុង database យើងឃើញថាវា verify បើតើណាឡើយនេះណាវានឹង verify ណាឡើយហ្នឹងចុចបាច់មកណាមិញទៅណាបាត់ហើយអូនេះណា verify ណាត្រឹមត្រូវបាទបើយើងមើលនៅក្នុងនេះគឺវា active នេះណាបើថា verify email នៅម៉ោងប៉ុណ្ណេះចឹងទៅត្រឹមត្រូវណាបាទគេអញ្ចឹងតែប៉ុណ្្នឹងឯងណាបង statement រៀងញ៉ៃបន្តិចបាទអញ្ចឹងគ្នាយើងអាចអនុវត្តតាមមើលតើបានសិន OTP បានមែនអត់បាទបាច់អូខេបាទអឺហួសម៉ោងច្រើនណាស់20នាទីអធិស្ឋានផងគ្នាហ្នឹងឯនេះបាទអូខេបាទអញ្ចឹងយើងតនេះឬក៏មានសំណួរទេឡើយហ្នឹងមួយណាគ្នាយើង
បាទមានសំណួរនាងមករាអូខេបាទហើយសារតែយើងហូបមកយើងច្រើនហើយហើយយើងខ្លះក៏ហេវបាយណាបាទអញ្ចឹងសប្តាហ៍ហ្នឹងប៉ុណ្ណឹងចុះណាបាទហើយគ្នាយើងកុំភ្លេចអនុវត្តតាមផងណាបាទកុំទុកមេរៀនចោលយូរពេកបាទអញ្ចឹងឯងយើងភ្លេចណាបាទហេបាទអញ្ចឹងសប្តាហ៍ហ្នឹងប៉ុណ្ណឹងចុះបាទយើងជួបគ្នាសប្តាហ៍ក្រោយបាទសំណាងល្អណាស់យើងបាទបាយបាយ